ជំរាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះនាងខ្ញុំសូមលើកយកពី3ចំណុចដែលមាតាបិតាត្រូវដឹងពីជំងឺគ្រុនឈាមជំងឺគ្រុនឈាមគឺជាជំងឺដែលបង្កឡើងដោយសារតែមូសខ្លាហើយវាកាន់តែកើតញឹកញាប់នៅក្នុងប្រទេសកម្ពុជាយើងផងដែរវាបង្កឡើងដោយសារតែមូសខ្លា4ប្រភេទគឺ Dengue fever 1, 2, 3 and 4ទាំងអស់ហ្នឹងគឺវារីករាលដាលតាមរយៈការខាំរបស់គឺមូសដែលមានឈ្មោះថា Aedes aegypti ចំណុចសំខាន់ដែលមាតាបិតាត្រូវដឹងពីជំងឺគ្រុនឈាមទី1គឺដឹងពីរោគសញ្ញានៃជំងឺនេះជាទូទៅគឺក្មេងគាត់ក្តៅខ្លួនខ្លាំងហើយភ្លាមឈឺក្បាលជាពិសេសគឺឈឺនៅខាងក្រោយភ្នែកឈឺសាច់ដុំឬសន្លាក់ចង្អោរឬក្អួតអាចមានកន្ទួលក្រហមនៅលើស្បែកអស់កម្លាំងសន្លឹមឬក៏មិនសូវលេងទី2គឺយើងត្រូវស្គាល់សញ្ញាគ្រោះថ្នាក់សញ្ញាព្រមាននៃជំងឺគ្រុនឈាមធ្ងន់ធ្ងរជំងឺគ្រុនឈាមយើងដឹងហើយថាវាក្តៅខ្លួនខ្លាំងអាចក្តៅខ្លួន3ទៅ5ថ្ងៃជាប់គ្នាបន្ទាប់មកគឺចាប់ផ្ដើមថយកម្ដៅអញ្ចឹងទោះបីជាកូនចាប់ផ្ដើមថយកម្ដៅក៏ដោយជំងឺនេះគឺវាគ្រោះថ្នាក់គឺវាអាចកើតឡើងនៅក្នុងពេលចាប់ផ្ដើមថយកម្ដៅនឹងអាចថា24ទៅ48ម៉ោងបន្ទាប់ពីកម្ដៅថយចុះក្នុងកំឡុងពេលនេះគឺក្មេងខ្លះគឺគាត់អាចចាប់ផ្ដើមវិវត្តធ្ងន់ធ្ងរលឿនសញ្ញាគ្រោះថ្នាក់ដែលរមានថាជាជំងឺគ្រុនឈាមធ្ងន់ធ្ងរមានទី1គឺឈឺពោះខ្លាំងក្មេងគាត់ឈឺពោះឬមួយក៏យើងស្ទាបពោះគាត់ទៅឈឺក្អួតខ្លាំងក្អួតរហូតអាចមានសញ្ញាហូរឈាមហ្នឹងគឺអាចមានជាឈាមច្រមុះឬមួយក៏ឈាមចាញ់ថ្មីឬមួយក៏គាត់បត់ជើងទៅមានជាលមួកខ្មៅឬមួយក៏ឈាមបាក់ដកដង្ហើមឬក៏ដកដង្ហើមញាប់ដៃជើងត្រជាក់ស្អិតអង្គុយគេងអស់កម្លាំងឬក៏លហើយចំណុចទី3ដែលមេដាបេដាត្រូវដឹងគឺត្រូវដឹងថាតើអ្នកណាដែលជាអ្នកមានហានិភ័យខ្ពស់នៃជំងឺគ្រុនឈាមធ្ងន់ធ្ងរក្មេងដែលងាយរងគ្រោះនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរទី1គឺទារកដែលមានអាយុក្រោម1ឆ្នាំទី2គឺកុមារដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺហឺតជំងឺទឹកនោមផ្អែមជំងឺកលៀនឬមួយក៏ជំងឺថ្លើមទី3គឺក្មេងដែលធាត់ទី4គឺក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្សោយនិងទី5គឺកុមារដែលប្រើថ្នាំរយៈពេលយូរជាពិសេសគឺថ្នាំដែលប្រឆាំងជាមួយនឹងកំណត់ឈាមចឹងជាពុកម្ដាយប្រសិនបើកូនស្ថិតនៅក្នុងក្រុមណាមួយនៅហានិភ័យអ្នកដែលមានគ្រោះថ្នាក់ខាងលើនេះកុំបង្អង់យូរបើសិនជាយើងសង្ស័យថាកូនមានជំងឺគ្រុនឈាមត្រូវស្វែងរកគ្រូពេទ្យឲ្យបានឆាប់អ្វីដែលពុកម្ដាយអាចធ្វើបានដើម្បីការពារជំងឺនេះគឺទី1គឺត្រូវកម្ចាត់មូសគឺអាចប្រើថ្នាំបាញ់មូសឬមួយក៏ដាក់មុងពេលកូនគេងទី2គឺបំបត្តិទឹកដក់នៅជុំវិញផ្ទះស្លៀកពាក់ខោអាវវែងឲ្យកូនឲ្យជិតពេលយប់ឬពេលព្រលប់ដើម្បីការពារកុំឲ្យមូសខាំតាមដានបានដល់ប្រសិនបើកូនមានសញ្ញាគ្រុនក្តៅកុំឲ្យកូនប្រើថ្នាំអាស្ពីរីនឬមួយក៏ថ្នាំខ្លះដែលអាចរឹតតែបង្កឲ្យគ្រោះថ្នាក់ក្នុងជំងឺគ្រុនឈាម